ជំរាបសួរបងប្អូនទាំងអស់គ្នាក្នុងឱកាសប្រជុំបិណ្ឌខាងមុខនេះខ្ញុំមានជាកាដូនឹងការធ្វើមុខម្ហូបមួយសម្រាប់បងប្អូនទាំងអស់គ្នានោះគឺជាការធ្វើសាច់គោអាំងចកៈជាមួយបន្លែនេះឬក៏គេហៅថាសាច់ barbecue នេះឯងមុខម្ហូបមួយនេះគឺត្រូវជាមួយនឹងបរិយាកាសច្រើនមែនតើសម្រាប់បងប្អូនដែលគាត់ទៅលេងនៅស្រុកកំណើតមានដំណើរកំសាន្តជិតឆ្ងាយក៏ដូចជាការជួបជុំខ្នាតតូចខ្នាតធំអីបងប្អូនអាចសាកល្បងនឹងការធ្វើមុខម្ហូបនេះបានអញ្ចឹងឥឡូវកុំឲ្យខាតពេលយូរយើងទៅមើលវីដេអូពេញក្នុងការធ្វើតែម្ដងវីដេអូនេះមិនវែងទេបងប្អូនអាចមើលពីដើមដល់ចប់បានត្រឹមតែ3នាទីទេហើយសម្រាប់ការធ្វើខ្ញុំមានការជ្រើសយកបន្លែសាច់ហើយនឹងរបៀបអាំងផងដែរសម្រាប់បន្លែដែលយើងយកមកធ្វើមុខម្ហូបនេះបងប្អូនអាចពិនិត្យមើលនៅក្នុង comment បានខ្ញុំនឹងដាក់ហើយសម្រាប់ការយកបន្លែយកមកហាន់គឺយើងហាន់ជាដុំជ្រុងការ៉េនេះគឺហាន់ប៉ិនគ្នាបងប្អូនកុំឲ្យធំពេកមានន័យថាពេលដែលយើងដោតទៅគឺមើលទៅទំនងឆ្ងាញ់គួរឲ្យចង់ញ៉ាំតែម្ដងហើយសម្រាប់ការហាន់គឺយើងហាន់គ្រប់ប្រភេទបន្លែគឺយើងហាន់ជាជ្រុងយើងទាំងអស់ហើយបន្លែគឺយើងយកពណ៌ចម្រុះគ្នាតែម្ដងហើយសម្រាប់បងប្អូនដែលគាត់មុននឹងដោតបងប្អូនអាចយកបន្លែហ្នឹងលាយជាមួយនឹងប្រេងឆាឬក៏ប្រេងអូលីវបន្តិចឬក៏ដាក់ជាមួយនឹងបន្ថែមជាមួយអំបិលតិចដើម្បីឲ្យទន់ហើយអាំងទៅមានជាតិឆ្ងាញ់បងប្អូនណាហើយសម្រាប់បន្លែគឺយើងមានតែប៉ុណ្្នឹងទេហើយបងប្អូនចង់ដឹងលម្អិតខ្ញុំនឹងដាក់នៅក្នុង comment បន្ថែមសាច់ដែលយើងយកមកប្រើគឺយើងប្រើជាប្រភេទសាច់គោចម្លក់បងប្អូនណាសាច់ចម្លក់ក្រៅជាប្រភេទសាច់គោខ្មែរស្រស់អញ្ចឹងឆ្ងាញ់ប៉ុន្តែខ្ញុំធ្លាប់ឃើញមានបងប្អូនប្រើជាមួយសាច់មាន់សាច់ទ្រូងមាន់ឬក៏សាច់ផ្នែកសាច់ផ្អែមអីក៏ធ្លាប់មានគេធ្វើដែរបងប្អូនមានបទពិសោធន៍អីផ្សេងជួយ comment ប្រាប់នៅខាងក្រោមផងហើយសម្រាប់ការហាន់គឺយើងហាន់ជាដុំមិនឲ្យធំពេកទេស័ក្តិសមជាមួយនឹងបន្លែពីព្រោះថាបើហាន់ដុំធំពេកនៅពេលដែលបន្លែយើងឆ្អិនសាច់អត់ទាន់ឆ្អិនបងប្អូនចង់ញ៉ាំសាច់ច្រើនបងប្អូនអាចដោតច្រើនដុំក៏បានដែរសម្រាប់សាច់បងប្អូនដែលយើងយកមកដោតនេះគឺសាច់យើងប្រឡាក់ជាមួយនឹងទឹកសោះហើយទឹកសោះបើសិនជាបងប្អូនចង់ដឹងពីរបៀបធ្វើខ្ញុំមានរូបភាពមួយស្លឹកអំពីរបៀបធ្វើនៅខាងក្រៅបងប្អូនចូលទៅស្វែងរកបានហើយសម្រាប់ការដាក់ជាមួយទឹកសោះនេះបងប្អូនយើងចំបាច់រហូតដល់ចូលគ្រឿងចូលនិយាយទៅចំបាច់ទាល់តែសាច់ហ្នឹងទន់ចូលគ្រឿងតែម្ដងទុករយៈពេល15នាទីចាំយកមកដោតហើយសម្រាប់ការដោតនេះបងប្អូនយើងដោតមានតិចខ្លះដែរមិនមែនចេះតែដោតទេគឺយើងដោតការ៉ុតគេដាក់សងខាងដើម្បីទប់កុំឲ្យសាច់យើងឆ្អិនឬក៏បន្លែយើងឆ្អិនទៅធ្លាក់ជ្រាយពិបាកញ៉ាំណាអញ្ចឹងគឺយើងដោតទប់ហើយយើងដោតដើម្បីសោភ័ណភាពមើលទៅតាក់ទាញផងអញ្ចឹងរបៀបនៃការដោតគឺមានតែប៉ុណ្្នឹងទេប៉ុន្តែទាមទារយើងឆ្នៃប្រឌិតដែរការដោតបើសិនជាអ្នកចេះដោតហាន់បន្លែល្អគឺដោតបានស្អាតដូចខ្ញុំអញ្ចឹងហើយសម្រាប់ការអាំងនៅពេលដែលយើងអាំងមិនភ្លើងមិនឲ្យខ្លាំងពេកទេខ្លាច់ខ្លោចប៉ុន្តែបើសិនជាភ្លើងខ្លាំងតើតែបវលឲ្យញាប់បន្តិចហើយសម្រាប់ការអាំងនេះផងដែរអាំងបដាគឺយើងត្រូវយកអាទឹកសោះដែលយើងលាបសាច់ហ្នឹងយកមកលាបបដាអាំងបដាលាបបដាអញ្ចឹងគឺធ្វើឲ្យសាច់របស់យើងឆ្អិនល្អហើយមានជាតិបងប្អូនសាកធ្វើដូចខ្ញុំគឺមានជាតិឆ្ងាញ់ខ្លាំងមែនតើនេះគឺជារបៀបក្នុងការធ្វើហើយខ្ញុំធ្វើលក់ក៏អញ្ចឹងដែរបងប្អូនអត់មានអីលាក់លៀមទេមានតែប៉ុណ្្នឹងទេហើយសម្រាប់ការធ្វើនេះជាកាដូដល់បងប្អូនហើយបើសិនជាបងប្អូនចូលចិត្តពេញចិត្តនៅវីដេអូនេះកុំភ្លេចចុច like ហើយនិង share mention មិត្តភ័ក្តិដែលចង់ញ៉ាំជាមួយគ្នាផងមួយទៀតសម្រាប់បងប្អូនដែលគាត់មានមតិយោបល់សម្រាប់កែលម្អចែករំលែកបន្ថែមបងប្អូនអាច comment ខាងក្រោមបានអរគុណច្រើនជួបគ្នានៅវីដេអូក្រោយឥឡូវនេះមកឆ្លើយតបទៅជាមួយនឹងសំណួររបស់បងប្អូនដែលគាត់ចង់មើលតាក់ទងនឹងឈុត35ណាតើនៅពេលដែលគាត់ទិញមកឈុត35ហ្នឹងទៅគឺបានអីគេខ្លះខ្ញុំចង់បញ្ជាក់កន្លែងនេះដែរថាសម្រាប់ឈុត35ក៏សម្ដៅនេះគឺសម្ដៅទៅលើឈុតសាច់អាំងញ៉ាំនៅផ្ទះខ្លួនឯងដែលមានបន្លែទឹកជាលក់ជាមួយនឹងសាច់ទៅណាហើយឈុតហ្នឹងសម្រាប់សមាជិក8នាក់នៅពេលដែលបងប្អូនកំងឈុតសាច់អាំងមកឈុតទៅបងប្អូននឹងទទួលបានសាច់រហូតដល់2គីឡូសាច់គោ1គីឡូសាច់ជ្រូក1គីឡូហើយមានទឹកជាលក់រហូតដល់3រសជាតិ3ដបហើយសម្រាប់គីមជីកន្លះគីឡូជាមួយនឹងប៊ឺលាបសាច់អាំងផងដែរហើយចំពោះបន្លែវិញគឺបន្លែលាងស្អាតរៀបចំមកស្អាតស្រស់មកប្រអប់ធំសម្រាប់ញ៉ាំតែម្ដងហើយបើនិយាយពីទឹកជាលក់3រសជាតិហ្នឹងមានទឹកកាពិទឹកតាហ៊ូជាមួយនឹងទឹកត្រីបុកសុទ្ធសឹងតែជារសជាតិឆ្ងាញ់ប្រចាំហាងហើយសម្រាប់បងប្អូនដែលគាត់ទិញទៅគឺបាច់បារម្ភអីច្រើនទេបងប្អូនបើកតាចក្រានហ្គាសមានតែខ្ទះញ៉ាំបានរួចជាការស្រេចសម្រាប់សមាជិក7 8នាក់បងប្អូនបាច់កំងអីថែមទេបើបងប្អូនខ្លាចខ្វះសម្រាប់សមាជិក10នាក់អីបងប្អូនថែមសាច់ក៏បានថែមបន្លែក៏បានគ្រប់ផលិតផលដែលដាក់ទៅក្នុងឈុតហ្នឹងបងប្អូនចង់បានសាច់ប្រភេទណាថែមក៏បានឬក៏បងប្អូនអាចកំងសាច់ផ្សេងថែមដូចកសោមដោះដូចអីថែមពីក្រៅក៏បានដែរនិយាយទៅគឺបត់បែនងាយស្រួលសម្រាប់បងប្អូនទាំងអស់គ្នារសជាតិឆ្ងាញ់ហើយសម្រាប់សាច់ដែលដាក់ទៅជាមួយនឹងឈុតហ្នឹងមិនថាបងប្អូនត្រូវការប្រឡាក់បងប្អូនត្រូវការស្រស់ទេគឺសុទ្ធសឹងតែជាប្រភេទសាច់ស្រស់ហើយធានាជូនថាសម្រាប់ហាងរបស់យើងគឺលក់តែប្រភេទសាច់ក្នុងស្រុកសាច់ស្រស់មិនមែនសាច់ក្លាសេវាយកេស
នាំចូលគុណភាពទៀតអីមកទេគឺស្អាតតែម្ដងសាច់ស្រស់ញញឹមតែម្ដងរសជាតិឆ្ងាញ់បើនិយាយពីការរៀបចំវេចខ្ចប់វិញបងប្អូនធានាជូនបងប្អូនតែម្ដងព្រោះដោយសារឈុតសាច់អាំងនេះគឺមានតម្រូវដឹកជញ្ជូនផ្លូវឆ្ងាយអញ្ចឹងការរៀបចំកេស្នោតកវេចខ្ចប់ធានាជូនភាពងាយស្រួលគ្រប់មុខទៅដល់បងប្អូនទាំងអស់គ្នាបងប្អូននៅខេត្តក៏កំងបានបងប្អូននៅភ្នំពេញកំងភ្លាមដឹកជូនភ្លាមអរគុណច្រើនជួបគ្នានៅវីដេអូក្រោយអបពីថ្ងៃមុនខ្ញុំបានជម្រាបជូនបងប្អូនថាសម្រាប់ថ្ងៃជប់សម្រាប់ជុំបិណ្ឌខាងមុខនេះទាំងនៅលើเพจសុកស្រែនិងเพจជ្រូកកដលគឺយើងបើកដំណើរការទទួលកក់ធម្មតាទាំងបងប្អូនដែលមកយកដល់ទីតាំងនិងសេវាកម្មដឹកជញ្ជូនដល់ផ្ទះប៉ុន្តែយ៉ាងណាមិញសម្រាប់មនុស្សមួយចំនួនគឺតម្រូវឲ្យបងប្អូនកក់ទុកមុនជាក់ស្ដែងទៅដោយសាច់គោអង្គចក្រនេះក្តីគឺតម្រូវឲ្យបងប្អូនកក់ទុកមុនយ៉ាងយូរបំផុតត្រឹមថ្ងៃ30បងប្អូនដោយសារតែសាច់គោអង្គចក្រនេះគ្រប់មុខគ្រប់ផ្នែកទាំងជ្រក់ទាំងសាច់គោទាំងបឺគឺយើងតម្រូវធ្វើទុកមុនអញ្ចឹងណាបងប្អូនក្នុងថ្ងៃគឺមានក្រុមការងារតិចតួចសម្រាប់ត្រៀមអញ្ចឹងគឺតម្រូវឲ្យបងប្អូនកក់ទុកមុនអញ្ចឹងសម្រាប់វីដេអូនេះបើសិនជាបងប្អូនដែលគាត់មានតម្រូវការទៅលើប្រភេទសាច់គោអង្គចក្រចឹងបងប្អូនអាចធ្វើការកក់បានកក់យកភ្លាមក៏បានឬក៏ដល់ថ្ងៃចាំយកក៏បានដែរព្រោះដោយសារសាច់គោអង្គចក្រនេះមួយគឺមនុយរៀងពិបាកក្នុងការធ្វើឲ្យទាមទារកម្លាំងពលកម្មច្រើនអញ្ចឹងបងប្អូនដែលគាត់ត្រូវការមិនថាមួយឈុតក្តីឬក៏ពីរឈុតក្តីបងប្អូនអាចធ្វើការកក់យកភ្លាមក៏បានឬដល់ថ្ងៃយកក៏បានដែរសម្រាប់សាច់គោអង្គចក្រនេះនៅក្នុងមួយឈុតគឺបងប្អូននឹងទទួលបានសាច់គោចក្រដោតហើយនឹង1គីឡូស្មើនឹង30ចក្រហើយជាមួយនឹងជ្រក់ល្ហុងស្មើនឹង1កញ្ចប់កន្លះគីឡូជាមួយនឹងម្ទេសឆាក៏ដូចជាខ្ទឹមជ្រក់ផងដែររាល់ការដែលកំងចាប់ពី2គីឡូឡើងទៅបងប្អូននឹងទទួលបាននៅការបន្ថែមជូនសម្រាប់ប៊ឺលាបនំប៉័ងមួយកំប៉ុងធំស្មើនឹង$3 free មួយកំប៉ុងណាបងប្អូនអញ្ចឹងសម្រាប់បងប្អូនដែលគាត់ត្រូវការអាចធ្វើការកក់បានដឹកជញ្ជូនបាន25ខេត្តក្រុងតើតើនឹងបងប្អូនដែលគាត់មានទីតាំងនៅតាមបណ្ដាខេត្តដែលគាត់ចង់កំងឈុតសាច់អាំងណាការផ្ញើជូនតាមខេត្តគឺអត់មានអីជាផលលំបាកទេផ្ញើបាន25ខេត្តក្រុងកំងភ្លាមផ្ញើភ្លាមសម្រាប់បងប្អូននៅខេត្តជិតកំងសម្រាប់បងប្អូនដែលនៅឆ្ងាយកំងល្ងាចយកព្រឹកក៏បានដែរហើយបើតើតើនឹងគុណភាពអីវ៉ាន់វិញមិនថាបន្លែមិនថាសាច់ទេបងប្អូនស្រស់ថ្មីបើនិយាយបន្លែនេះវិញភាគច្រើនដាំដុះដោយកសិករខ្មែររបស់យើងហើយបើសិនជាតើតើនឹងសាច់គឺនិយាយទៅស្រស់ថ្មីស្ទើរតែរៀងរាល់ថ្ងៃតែម្ដងសម្រាប់សាច់ហើយសាច់មានច្រើនជម្រើសសាច់ជ្រូកសាច់គោហើយបើសាច់គោវិញមានសាច់ផ្អែមសាច់ច្រឡសាច់ជាប់ខ្លាញ់សាច់បូកកសោមដោះបងប្អូនយកផ្នែកណាក៏បានដែរហើយបើសាច់ជ្រូកមានទាំងសាច់ច្រឡាំងសាច់ស្មាសាច់3ជាន់ស្រស់បងត្រូវការប្រឡាក់គ្រឿងក៏បានអត់ប្រឡាក់គ្រឿងក៏បានដែរនិយាយទៅគឺបត់បែនទៅតាមជម្រើសបងប្អូនទាំងអស់គ្នាបងប្អូនត្រូវការសាច់គោសុទ្ធក៏បានបងប្អូនត្រូវការសាច់ជ្រូកសុទ្ធក៏បានចង់ផ្នែកណាសុទ្ធក៏បានដែរបត់បែនហើយសម្រាប់ទឹកជ្រលក់បត់បែនជូនបងប្អូន5រសជាតិទឹកត្រីបុកទឹកតហ៊ូទឹកកាពិទឹកប្រហុកជាមួយនឹងទឹកម្រេចក្រូចឆ្មារៀបចំវេចខ្ចប់មកស្អាតផ្ញើបាន25ខែក្រុងងាយសម្រាប់បងប្អូនដែលគាត់ពិបាកក្នុងការធ្វើម្ហូបអត់សូវមានពេលនិយាយទៅឈុតសាច់អាំងនេះជួយបានផ្នែកក្រហម40គ្រាប់តោះរយៈពេល40នាទីមកចាប់ដើមដល់ការចិត្តចោល
មានបងប្អូនម្នាក់ដែលគាត់អត់ដឹងថានៅពេលដែលបងប្អូនទិញសាច់ប្រឡាក់ពីខាងខ្ញុំទៅត្រូវរសជាតិឆ្ងាញ់ត្រូវចិត្តហើយបងប្អូនក៏អាចទិញគ្រឿងប្រឡាក់សាច់ទុកប្រឡាក់បានទៅផ្ទះខ្លួនឯងហើយសម្រាប់គ្រឿងប្រឡាក់សាច់ហ្នឹងអាចផ្ញើបាន25ខែក្រុងជាក់ស្ដែងទៅមួយរយៈចុងក្រោយនេះមិនថានៅលើ TikTok មិនថានៅលើ Facebook Page ទេគឺខ្ញុំបានផ្សព្វផ្សាយច្រើនមែនតើប៉ុន្តែអ្វីដែលខ្ញុំកត់សម្គាល់ឃើញមានបងប្អូនដែលគាត់ធ្លាប់ទិញសាច់ប្រឡាក់ទៅឬក៏បងប្អូនដែលគាត់នៅឆ្ងាយគាត់ចង់សាករហូតដល់បងប្អូនខ្លះគាត់ថាអូនបងសុំចែកគ្រឿងប្រឡាក់សាច់ហ្នឹងទុកប្រឡាក់ពេលដែលមានកម្មវិធីបានអត់បងប្អូនមិនថាបងប្អូនប្រឡាក់គ្រឿងតាមផ្ទះមិនថាបងប្អូនប្រើប្រាស់សម្រាប់ភោជនីយដ្ឋានអាហារដ្ឋានកន្លែងលក់សាច់ឬក៏ចុងភៅអីទេការបង្កើតឡើងដំបូងគឺគោលដៅសម្រាប់បងប្អូនអាចយកទៅប្រឡាក់បានងាយស្រួលចំណេញទៀតចំណេញពេលចំណេញទាំងលុយតែសូមបញ្ជាក់បងប្អូនបន្តិចដែរថាសម្រាប់បច្ចុប្បន្ននេះមានផលិតផលមួយចំនួនរៀងស្តៀងគ្នារហូតដល់ឈ្មោះដូចគ្នាប៉ុន្តែបងប្អូនបើសិនជាមាន logo របស់ខ្ញុំបានរបស់ខ្ញុំប៉ុន្តែបើសិនជា logo ផ្សេងដូចឈ្មោះគ្នាអាហ្នឹងមិនមែនរបស់ខ្ញុំទេខ្ញុំចង់បញ្ជាក់កន្លែងនេះព្រោះដោយសារមានអ្នកខ្លះគាត់រៀងចាប់អារម្មណ៍មុខរបរហ្នឹងដែរអញ្ចឹងសូមបញ្ជាក់បងប្អូនបន្តិចដែរថាសម្រាប់បច្ចុប្បន្ននេះមានផលិតផលមួយចំនួនរៀងស្តៀងគ្នារហូតដល់ឈ្មោះដូចគ្នាប៉ុន្តែបងប្អូនបើសិនជាមាន logo របស់ខ្ញុំបានរបស់ខ្ញុំប៉ុន្តែបើសិនជា logo ផ្សេងដូចឈ្មោះគ្នាហ្នឹងមិនមែនរបស់ខ្ញុំទេខ្ញុំចង់បញ្ជាក់កន្លែងនេះព្រោះដោយសារមានអ្នកខ្លះគាត់រៀងចាប់អារម្មណ៍មុខរបរហ្នឹងដែរអញ្ចឹងណាចឹងទៅកែងថាទិញទៅប៉ះរបស់គេរសជាតិអត់ដូចរបស់ខ្ញុំអញ្ចឹងទៅឥឡូវប្រហែលប៉ុណ្្នឹងបានហើយកុំនិយាយច្រើននាំគេអន់ចិត្តឥឡូវសម្រាប់គ្រឿងប្រឡាក់សាច់របស់ខ្ញុំបងប្អូនការបង្កើតឡើងគឺមាន4ចំណុះសម្រាប់បងប្អូនដែលគាត់សាកល្បងចំណុះកន្លះលីត្រ1លីត្រហើយបងប្អូនដែលគាត់ទិញទៅត្រូវចិត្តប្រើប្រាស់ច្រើនបងប្អូនអាចទិញ5លីត្រឬក៏10លីត្របានតម្លៃនៃគ្រឿងប្រឡាក់សាច់បងប្អូនសម្រាប់គ្រឿងប្រឡាក់សាច់នេះចំណុះកន្លះលីត្រចំណុះសាកល្បងហ្នឹងគឺតម្លៃ25,000ប្រឡាក់បាន6គីឡូសាច់ប៉ុន្តែបើបងប្អូនគិតថាខ្លាចខាតបងប្អូនទិញ1លីត្រទៅគឺតម្លៃតែ$10ទេប្រឡាក់បាន12គីឡូសាច់ឬក៏15គីឡូសាច់ទៅតាមប្រភេទណាហើយបើបងប្អូនថាចង់បានច្រើនហ្មងទិញកាន់តែច្រើនកាន់តែច្រើនបើសិនបងមិនខ្លាចជាចាំបងមិនខ្លាចរងចាំនោះទេទុំឆ្លងរាប់ពាន់ឆ្នាំក៏បងស៊ូទ្រាំបដោយកនៅស្នាមញញ៉ា
saiផលិតផលគេរើសអើងយើងខ្ញុំលើករឿងជាក់ស្ដែងដែលខ្ញុំជួបផ្ទាល់រឿងទី1ខ្ញុំជាអ្នកលក់អនឡាញម្នាក់ខ្ញុំចង់ឲ្យជនល្បីម្នាក់ដែលខ្ញុំបានគ្រប់គ្រងគាត់ជួយថតប្រម៉ូទផ្សព្វផ្សាយទំនិញរបស់ខ្ញុំពេលដែលខ្ញុំឆាតតាក់ទងគ្នាមួយគាត់គាត់ទទួលការងារហ្នឹងតែគាត់សុំផេកខ្ញុំក្រោយពីមើលផេកហើយគាត់អត់ទទួលវិញព្រោះផេកខ្ញុំអត់ល្បីទំនិញខ្ញុំអត់លោយគេអត់ខ្វល់រឿងទំនិញហ្នឹងមានគុណភាពឬមកក៏ឆ្ងាញ់មិនឆ្ងាញ់ទេសំខាន់របស់ហ្នឹង brand អត់ស័ក្តិសមនឹង credit របស់គេគួរតែថតអត់និយាយចេះស្រួលស្ដាប់របស់ខ្លះស៊ីអត់កើតទេប៉ុន្តែលោយអូយនាំគ្នាថតតែកន្លែងខ្លះថតមិនបានលុយហ្នឹងក៏ថតដែរស៊ី credit ហ្នឹងទៅឯងសម្រាប់រយៈពេលកន្លងមកនេះប្រហែលជាបងប្អូនធ្លាប់បានទស្សនាវីដេអូរបស់ខ្ញុំច្រើនមែនទែនដែលខ្ញុំបានសាកល្បងយកចំហួយប្រក្រុងញ៉ាំជាមួយនឹងបង្អែមផ្សេងញ៉ាំជាមួយនឹងភេសជ្ជៈផ្សេងដើម្បីស្វែងរករសជាតិមួយដែលថ្មីក្នុងវីដេអូមួយដែលបងប្អូនចាប់អារម្មណ៍ខ្លាំងជាងគេដែលខ្ញុំដាក់ឈ្មោះថាបណ្ដុំបង្អែមត្រជាក់ក្នុងដែលខ្ញុំបាទលាយជាមួយនឹងជ័រគោជាមួយនឹងសម្រងក៏ដូចជាមានចំហួយខ្មៅបងប្អូនចង់ឲ្យខ្ញុំរៀបចំតាំងពីនឹងមែនតើថាអូនរៀបចំអញ្ចឹងមកដើម្បីងាយស្រួលព្រោះបងចង់សាកញ៉ាំដែរក៏ប៉ុន្តែមនុយនេះបើរៀបចំដឹងតែលក់ដាច់ប៉ុន្តែអ្វីដែលជាឧបសគ្គគឺពិបាកក្នុងការរៀបចំហើយមនុយមួយចំនួនតម្រូវឲ្យបងប្អូនកំងទុកមុនដូច្នេះហើយតាំងពីពេលនឹងមករហូតមកដល់ឥឡូវខ្ញុំសម្រេចចិត្តថាមនុយនេះគឺខ្ញុំអត់ទាន់ដាក់លក់ជូនទៅដល់បងប្អូនទេប៉ុន្តែខ្ញុំនឹងរៀបចំសម្រាប់ចុងសប្តាហ៍នេះសម្រាប់បងប្អូនដែលគាត់កំងចំហួយប្រក្រុងអញ្ចឹងសម្រាប់ឥឡូវនេះបងប្អូនដែលគាត់ចង់សាកល្បងញ៉ាំបណ្ដុំបង្អែមត្រជាក់ក្នុងដែលខ្ញុំរៀបចំដោយវីដេអូដែលបងប្អូនឃើញអញ្ចឹងបងប្អូនអាចធ្វើការកក់បានរាល់ការកំង2ឈុតគឺខ្ញុំបានបន្ថែមជូននៅបណ្ដុំបង្អែមត្រជាក់ក្នុងជូនទៅដល់បងប្អូនទាំងអស់គ្នាដើម្បីសាកល្បងប៉ុន្តែសូមបញ្ជាក់ថារាល់ការកំងពី2ឈុតឡើងទៅខ្ញុំថែមមួយអញ្ចឹងឈុតប្រក្រុងរបស់យើងនៅដូចគ្នាមានខ្ទិះដូងមានទឹកស្ករត្នោតមានចំហួយប្រក្រុងមានគ្រាប់ជីហើយក៏មានបន្ថែមបណ្ដុំនឹងមួយសម្រាប់បងប្អូនទាំងអស់គ្នាមកប្រអប់ទៅជាមួយគ្នាតែម្ដងអញ្ចឹងសម្រាប់បងប្អូនដែលមានបំណងចង់សាកល្បងបងប្អូនអាចធ្វើការកក់បានតម្លៃដដែលដឹកជញ្ជូនបាន25ខែក្រុងជម្រាបសួរបងប្អូនទាំងអស់គ្នាតាមរយៈការផ្សព្វផ្សាយក៏ដូចជាការចូលរួមគាំទ្រអំពីសំណាក់អតិថិជនរបស់យើងបងប្អូនខ្មែររបស់យើងឥឡូវនេះគឺប្រក្រុងបានឈានមកដល់ឆ្នាំទី3ហើយបងប្អូនអ្វីដែលកត់សម្គាល់ខ្លាំងមែនទែននោះគឺមានការដាំដុះប្រក្រុងច្រើនឡើងវិញមានបងប្អូនខ្មែររបស់យើងជាពិសេសអតិថិជនគឺគាត់ស្គាល់អំពីប្រក្រុងដឹងអំពីគុណប្រយោជន៍នៃប្រក្រុងប៉ុន្តែបច្ចុប្បន្ននេះលើសពីនោះទៅទៀតមានបងប្អូនខ្មែរនៅក្រៅប្រទេសដែលធ្លាប់មានបទពិសោធន៍ស្គាល់ធ្លាប់ដឹងអំពីរសជាតិនៃប្រក្រុងនេះគឺគាត់បានចាប់អារម្មណ៍ហើយគាត់បានតាក់ទងមកដើម្បីឲ្យរកមធ្យោបាយធ្វើម៉េចដើម្បីអាចឲ្យគាត់បាននៅក្រៅប្រទេសអាចបានភ្លក់ប្រក្រុងហ្នឹងឬក៏អាចទិញស្លឹកប្រក្រុងយកទៅធ្វើខ្លួនឯងបានអញ្ចឹងថ្ងៃនេះគឺខ្ញុំនាំអារម្មណ៍បងប្អូនទាំងអស់គ្នាទៅមើលអំពីមធ្យោបាយក្នុងការធ្វើម៉េចដើម្បីអាចផ្ញើស្លឹកប្រក្រុងទៅឲ្យគាត់បានគោលដៅទី1នេះគឺយើងត្រូវតែធ្វើម៉េចដើម្បីសម្ងួតស្លឹកប្រក្រុងរបស់យើងសិនសម្រាប់ការសម្ងួតស្លឹកប្រក្រុងនេះគឺយើងមានតាំងពីយូរដែរហើយប៉ុន្តែសម្រាប់ការសម្ងួតគឺអត់សូវបានល្អទេជាពិសេសគឺស្ងួតអត់សូវបានល្អហ្នឹងតែម្ដងអញ្ចឹងសម្រាប់ថ្ងៃនេះគឺខ្ញុំបានដោះស្រាយនៅបញ្ហាហ្នឹងគឺយើងនឹងប្រើមធ្យោបាយក្នុងការសម្ងួតដោយប្រើកម្ដៅរៀងខ្ពស់ជាពិសេសគឺមធ្យោបាយនេះគឺអាចរក្សាក៏ដូចជាសម្ងួតបានល្អហើយនឹងធ្វើឲ្យប្រក្រុងរបស់យើងមានអនាម័យល្អជាពិសេសគឺរក្សាទុកបានយូរមិនឲ្យខូចគឺយើងប្រើប្រាស់ទូសម្ងួតនេះបងប្អូនដោយសារតែទូសម្ងួតនេះគឺយើងធ្លាប់សម្ងួតជាមួយនឹងសាច់ញាតិណាអញ្ចឹងឥឡូវនេះគឺយើងចាប់ផ្ដើមសេរីសតនភាពដើម្បីយកមកសម្ងួតជាមួយនឹងស្លឹកប្រក្រុងរបស់យើងឃើញថាគុណភាពល្អខ្លាំងមែនតើបើប្រៀបធៀបជាមួយនឹងយើងហាលខាងក្រៅបងប្អូននេះគឺជាដំណោះស្រាយមួយដ៏ល្អហើយស្លឹកប្រក្រុងនេះនិយាយទៅគឺស្ងួតបានល្អហើយពណ៌របស់វាគឺនៅពណ៌ខៀវស្រស់ល្អបើមិនជាយើងហាលថ្ងៃនៅខាងក្រៅតាមបទពិសោធន៍របស់ខ្ញុំគឺអត់សូវបានពណ៌ស្រស់អញ្ចឹងទេហើយសម្រាប់មធ្យោបាយក្នុងការធ្វើប្រក្រុងដោយស្លឹកក្រៀមនេះគឺខ្ញុំធ្លាប់បានធ្វើជាវីដេអូហើយបងប្អូនអាចចូលទៅមើលលីងនៅខាងក្រោមក៏បានដែរបើមិនជាបងប្អូនចាប់អារម្មណ៍ប៉ុន្តែសង្ខេបខ្លីបងប្អូនអាចយកស្លឹកប្រក្រុងក្រៀមហ្នឹងយកទៅត្រាំដើម្បីឲ្យវារីកហើយបរិមាណក្នុងការធ្វើស្លឹកប្រក្រុងក្រៀមមួយខាំគឺយើងធ្វើជាមួយនឹងទឹក5លីត្របងប្អូនស្លឹកប្រក្រុងនេះគឺយើងអាចធ្វើបានចំហួយបានធម្មតាច្បាច់ធម្មតាដូចយើងធ្វើជាមួយស្លឹកស្រស់ដែរចំណាប់អារម្មណ៍ពីបងប្អូនដែលគាត់ធ្លាប់ធ្វើគាត់ថាស្លឹកប្រក្រុងក្រៀមនេះងាយស្រួលជាងស្លឹកប្រក្រុងស្រស់ផងដោយសារតែវាធ្វើទៅអត់សូវមានពពុះនេះគឺជាអ្វីដែលខ្ញុំទទួលបានពីបទពិសោធន៍បងប្អូនដែលគាត់ធ្លាប់ធ្វើហើយមួយវិញទៀតនៅពេលដែលជាដំណោះស្រាយបើសិនជាបងប្អូនត្រូវផ្ញើទៅឆ្ងាយដូចខ្ញុំឬក៏បងប្អូនដែលគាត់មានស្លឹកប្រក្រុងច្រើនដែលធ្វើអត់ទាន់គឺយើងមិនអាចទុកឲ្យទុំជ្រុះចោលទេនាំខូចដើមគឺយើងបេះសម្ងួតតែម្ដងហើយនេះគឺជាមធ្យោបាយមួយដែលអាចដោះស្រាយបញ្ហានឹងបានហើយអ្វីដែលគាត់សម្គាល់បន្តិចទៀតនោះគឺពេលដែលយើងធ្វើប្រក្រុងស្លឹកក្រៀមនេះគឺពណ៌មិនសូវស្រស់ដូចជាមួយនឹងប្រក្រុងដែលយើងធ្វើស្លឹកស្រស់ទេគឺខុសគ្នាតែប៉ុណ្្នឹងហើយនឹងក្លិន
ហើយមួយវិញទៀតសូមបញ្ជាក់ដែរសម្រាប់បច្ចុប្បន្ននេះនៅក្នុងเพจបក្រុងរបស់យើងគឺយើងមានផលិតផលគោល4ហើយបងប្អូនពីមុនគឺយើងមានតែចំហួយបក្រុងមួយទេឥឡូវនេះគឺយើងកើនមាន4ហើយមានឈុតបក្រុងហើយមានជាបក្រុងស្លឹកបក្រុងមានកូនបក្រុងហើយនឹងមានបក្រុងស្លឹកក្រៀមហើយក្នុងឈុតបក្រុងនេះគឺបច្ចុប្បន្ននេះគឺយើងមានប្រូម៉ូសិនណាបងប្អូនទិញ5យើងថែម1ទិញ2គឺយើង free ដឹកជញ្ជូនជូនបងតែម្ដង